មែនហើយនេះគឺជាវីដេអូចុងក្រោយសម្រាប់ខ្ញុំពីអ្នកបងធម្មជាតិមិនចុងក្រោយរហូតទេគឺចុងក្រោយក្នុងថ្ងៃហ្នឹងខែហ្នឹងប្រហែលជាខែក្រោយយើងអាចជួបគ្នាទៀតហើយប្រហែលជាខ្ញុំត្រូវទៅលេងខាងខេត្តបាត់ដំបងខាងមេបឹងខាងបងវ៉ាន់វិញម្ដងព្រោះឥឡូវនេះវីដេអូចុងក្រោយសម្រាប់ខ្ញុំពីអ្នកបងធម្មជាតិហ្នឹងយ៉ាងម៉េចបាទគឺមានន័យថាគាត់សុំទៅផ្ទះវិញហើយយប់នេះគឺជាយប់ចុងក្រោយដែលយើងត្រូវប្រហើយចឹងហើយខ្ញុំអាំងជាមួយនឹងខ្យងក៏ដូចជាសកាចាស់ទទួលបងមកយប់ទៀតព្រោះបងមកដូចជា4 5ថ្ងៃហើយកម្មភាពក៏យើងទទួលបាននៅប័ណ្ណពិសោធន៍ពីបងគូសំបើនិយាយទៅខ្ញុំចំណេញមែនទេបងប្អូនហេតុអីបានខ្ញុំថាចំណេញពេលដែលបងធម្មជាតិមកខ្ញុំបានទាំងដើរថតជាមួយគាត់ទី1ទី2ខ្ញុំបានទទួលទាំងចំណេះដឹងក៏ដូចជាប័ណ្ណពិសោធន៍ក្នុងការដើរព្រៃក៏ដូចជាក្នុងការផលិតមាតិកាដើម្បីឲ្យបងប្អូនទស្សនាខ្ញុំក៏អរគុណបងច្រើនដែរតែបងបរៀនប័ណ្ណពិសោធន៍អូនបើសិនជាមានឱកាសខែក្រោយឬក៏ថ្ងៃណាមួយទេយើងនឹងជួបគ្នាទៀតព្រោះយើងគង់តែជួបគ្នាទេព្រោះធីមយើងអញ្ចឹងណាបាទតោះឥឡូវយើងកុំឲ្យខាតពេលយូរថ្ងៃបងចិនគាត់ក៏ចូលរួមដែរគាត់មកពីខាងខ្ជិះហើយបើនិយាយទៅគាត់គឺដៃថ្មីមែនទេសូម្បីតែខ្ញុំឲ្យគាត់បុកទឹកត្រីកោះកុងហ្នឹងក៏ងែមងាមដូចចាប់ក្តាមដាក់ចេដែរមិនដឹងដាក់ណាមុនតើណាមុនទេខ្ញុំក៏វែងតាមគាត់ដែរបើនិយាយទៅជាក់ស្ដែងសកាចាស់ខ្ញុំដាក់រួចហើយខ្ញុំប្រឡាក់រួចអស់ហើយប៉ុន្តែខ្ញុំចង់ឲ្យគាត់បុកទឹកត្រីកោះកុងមួយចានទៀតដើម្បីយើងរោយពីលើសកាចាស់ផងយើងទុកជាលក់ខ្យងផងហើយដូចត្រង់កន្លែងនេះដូចដែលបងប្អូនបានឃើញហើយយើងបុកទឹកត្រីកោះកុងយើងមិនទាន់នឹងបុកទឹកត្រីផងគាត់បាយជាមកហាន់ក្រូចឆ្មាហាន់អីទុកណាណីដូចខ្ញុំប្រាប់ចឹងដៃថ្មីដូចចិនដូចចាប់ក្តាមដាក់ចេហើយគាត់ដែរបោះតង់ទេគាត់ក៏ដែរធ្វើវីដេអូពេលយប់ដែរថ្ងៃមុនខ្ញុំគាត់ទៅបោះតង់មកយប់ហើយតែគាត់អត់ហ៊ានដេកទេគាត់ថាប្លែកចឹងណាបើនិយាយទៅអត់អីទេបើសម្រាប់ពួកខ្ញុំដូចបងធម្មជាតិធ្លាប់រុកលអាងធ្លាប់ដើរព្រៃជ្រៅជ្រៅខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការដើរព្រៃហើយមួយរយៈនេះបងប្អូនដែលស្គាល់ខ្ញុំដឹងហើយខ្ញុំដើរចាប់ពស់តែយប់ទេអញ្ចឹងថ្ងៃនេះខ្ញុំក៏មកពេលយប់ទៀតដែរគឺអាំងសកាចាស់ប្រឡាក់អំបិលម្ទេសដើម្បីយើងហូបជុំបងធម្មជាតិក៏ដូចជាចិនហើយនឹងកាមេរ៉ាមែនរបស់ខ្ញុំគឺអូនភ័ក្រព្រោះអីស្អែកហ្នឹងបងធម្មជាតិគាត់ទៅខេត្តបាត់ដំបងស្រុករតនមណ្ឌលទៀតហើយអញ្ចឹងយើងត្រូវតែហូបជាមួយបងមួយយប់សិនដើម្បីយើងមាននៅវីដេអូអនុស្សាវរីយ៍ជុំគ្នាក៏ដូចជាវីដេអូដែលយើងជួបជុំគ្នាសប្បាយៗខ្លះទៅបាទហើយវីដេអូនេះក៏ផ្សាយជូនទៅដល់បងប្អូនដែលចូលចិត្តហូបខ្យងហើយនឹងចូលចិត្តហូបសាច់ពស់សកាចាស់ថ្ងៃនេះខ្ញុំមករៀងច្រើនគូសំបើនិយាយពីសាច់សកាចាស់វិញឡើង2 3សកាចាស់នោះហើយសាច់ឡើងដាក់ទៅពេញមកកូនចាន់ដៃតខ្ញុំគាត់ដាក់ឡើងពេញកាទះមកប៉ុន្តែខ្ញុំសុំថតវីដេអូកាត់ហើយដោយសារតែវីដេអូនេះខ្ញុំអត់បានថតពេញប្រហែលទេទី1ខ្ញុំរវល់ហើយទី2ខ្ញុំឲ្យតែផ្ដោតទៅលើការនិយាយលេងជាមួយបងធម្មជាតិចឹងហើយក៏អត់សូវបានសកម្មភាពពេញហើយខ្ញុំក៏សូមអធិស្ឋានបងប្អូនផងតោះឥឡូវខ្ញុំសូមអធិស្ឋានហើយខ្ញុំសូមថតកាត់បាទអធិស្ឋានផងហើយត្រង់កន្លែងនេះគឺចាន់ហើយតោះទៅស្ដាប់ស្លេងបងធម្មជាតិនេះដូចជាស្លេងខ្ញុំសិនទាំងអស់គ្នាចង់ហត់មកដែរតែក្រៅខ្ញុំហត់ចេះបាញ់អត់សូមទឹកខត់ចាញ់គឺទៅដាក់ទឹកនេះនេះអត់ទឹកអត់ចាញ់នេះទៅទឹកទេខំខ្លួនមកបងចាំខ្ញុំយ៉ាងមកដាក់ណាមកម៉ាត់អីវាដាក់មកនេះហត់សុំអូខេអូត្រៅទឹកលក់បុកឆាញ់ពីថៃតិចទេត្រៅបងត្រៅត្រៅឯងត្រៅត្រៅបងត្រៅឆាញ់អូយដាក់កោដាក់មកចាំរ៉ាតbánh bắp chay mà rau ấy bông đâu hơi hơi cay cay húi rồi đây thêm đây đã bớt bông chành đã bớt bông rồi xong chưa xem tôi lên tay không ok à bạn đây ok ok